សួស្តីបងប្អូនទាំងអស់គ្នាចាអ្នកទាំងអស់គ្នាបានឃើញពាក្យខាងលើនេះអ្នកទាំងអស់គ្នាចាគឺអ្នកទាំងអស់គ្នាគឺអាចប្រហែលសិតតែធ្លាប់ជួបហើយក៏ធ្លាប់តែឆ្ងល់ទាំងអស់គ្នាតែអ្នកខ្លះគឺបានដោះសម្ងល់ហើយអ្នកខ្លះគឺនៅវាចឹងទៅយើងអ្នកដែលនៅឆ្ងល់អ្នកទាំងអស់គ្នាមើលវីដេអូនេះបានថាតើពាក្យពីរហ្នឹងខុសគ្នាយ៉ាងម៉េចចាពេលដែលយើងរៀនហ្នឹងគឺភាសាចិនអ្នកទាំងអស់គ្នាគឺយើងរៀនតែបន្តិចហ្នឹងគឺយើងជួបពាក្យហ្នឹងហើយគឺពាក្យវហ្នឹងខ្ញុំវមិនហ្នឹងគឺពួកយើងឬក៏ពួកខ្ញុំចាវមិនចាហើយតបមកយើងរៀនបានមកឮពាក្យចានមិនចាហើយគឺបកអីគេពួកយើងទៀតតែយើងចាប់ដើមឆ្ងល់ថាតើពាក្យពីរហ្នឹងវាដូចគ្នាបេះបិទឬក៏ខុសគ្នាហើយបើខុសគ្នាយើងគួរតែបញ្ជាក់នៅកន្លែងណាត្រូវទេចាអញ្ចឹងនៅលើយើងមកនិយាយពីពាក្យហ្នឹងចាពាក្យ woman គឺយើងបកថាអ្នកទាំងអស់គ្នាអាចបកចេញពីបែបទៅអ្នកទាំងអស់គ្នាលេងច្រឡំហ្នឹងណាគឺពួកយើងក៏បកបានហើយពួកខ្ញុំក៏បកបានអ្នកទាំងអស់គ្នាបកបានពីបែបហ្នឹងទៅពួកយើងឬក៏ពួកខ្ញុំចាអញ្ចឹងអ្នកទាំងអស់គ្នាបើយើងនិយាយពួកយើងគឺបានន័យថាអ្នកស្ដាប់យើងដែលយើងកំពុងនិយាយជាមួយនេះគឺយើងរាប់បញ្ចូលគាត់ចូលដែរចាគឺរាប់បញ្ចូលទាំងគាត់តែបើពួកខ្ញុំអ្នកទាំងអស់គ្នាគឺមានពីរប៉ាក់ចាពួកខ្ញុំចាអត់រាប់បញ្ចូលជាមួយអ្នកស្ដាប់យើងនេះទេចាបកអញ្ចឹងមកអញ្ចឹងបានន័យថាwomanហ្នឹងគឺមិនប្រកាសថាគឺគេរាប់បញ្ចូលទាំងអ្នកស្ដាប់នឹងនៅក្នុងនឹងដែរទេតោះនេះចាជួនអីគេរាប់បញ្ចូលជួនអីគេរាប់គេអត់បានរាប់បញ្ចូលទេអញ្ចឹងយើងមើលទៅតាមស្ថានភាពទៅអ្នកទាំងអស់គ្នាចាតែបើពាក្យចានមិនហ្នឹងគឺ 100% គឺវារាប់បញ្ចូលអ្នកស្ដាប់នឹងតែម្ដងគឺរាប់បញ្ចូលអ្នកស្ដាប់នឹងគឺនៅក្នុងនឹងដូចគ្នាចាអញ្ចឹងឧទាហរណ៍我们一起吃饭吧ឃើញទេ我们一起吃饭吧អញ្ចឹងឡៃហ្នឹងគឺយើងបកថាពួកយើងញ៉ាំបាយមួយគ្នាតោះឡៃហ្នឹងអ្នកទាំងអស់គ្នាចង់ប្រើពាក្យចានមិនក៏បានដូចគ្នាអត់ខុសគ្នាទេប្រើបានទាំងពីរចានមិន一起吃饭吧ពួកយើងញ៉ាំបាយមួយគ្នាអីចាអញ្ចឹងគឺកន្លែងហ្នឹងគឺយើងបកពួកយើងអ្នកទាំងអស់គ្នាឃើញទេគឺរាប់បញ្ចូលទាំងអ្នកស្ដាប់បានទាំងពីរអ្នកទាំងអស់គ្នាវមិនក៏បានចានមិនក៏បានដែរក៏ប៉ុន្តែដោយ like នៅពេលខ្លះគឺយើងប្រើបានតែវមិនទេប្រើចានមិនបានទេឧទាហរណ៍ថាពីក្រុមចាពីក្រុមកំពុងតែពិភាក្សាគ្នាណានេះក្រុមកម្ពុជានេះក្រុមចិនចាដល់ពេលក្រុមកម្ពុជាចង់និយាយប្រាប់គេថាចាជនជាតិខ្មែរពួកខ្ញុំគឺអត់ធ្វើអញ្ចឹងទេចាឧទាហរណ៍ងាយបែបហ្នឹងជនជាតិខ្មែរពួកខ្ញុំអត់ធ្វើអញ្ចឹងទេអញ្ចឹង我们柬埔寨人不这么做我们柬埔寨人不这么做ចាពួកខ្ញុំជនជាតិខ្មែរអត់ធ្វើអញ្ចឹងទេចាអញ្ចឹងអ្នកនរគ្នាឃើញទេអត់រាប់បញ្ចូលខាងធីមគាត់នេះទេចាក្រុមគាត់នេះទេគឺយើងនិយាយគ្នាមែនប៉ុន្តែពេលហ្នឹងអត់រាប់បញ្ចូលគាត់ទេណាចាអញ្ចឹងបានន័យបកមកវិញគឺវមិនហ្នឹងអ្នកនរគ្នាយើងមើលទៅតាមស្ថានភាពពេលខ្លះគឺរាប់បញ្ចូលទាំងអ្នកស្ដាប់ចាអ្នកសន្ទនាមួយយើងធម្មតាអ្នកស្ដាប់ហ្នឹងគឺអ្នកសន្ទនានិយាយគ្នានឹងឯងទាំងអស់គ្នាជួនអីគឺរាប់បញ្ចូលដូចឧទាហរណ៍តវងខ្ញុំប្រាប់អ្នកនរគ្នា我们一起吃饭吧ពួកយើងញ៉ាំបាយមួយគ្នាអីហ្នឹងឯងឃើញទេយើងបកថាពួកយើងបានចាហ៎ឡៃហ្នឹងយើងចង់ជំនួសមកវិញដោយសារតែយើងរាប់បញ្ចូលជាមួយទាំងអ្នកស្ដាប់នឹងដែរមួយគ្នាអញ្ចឹងចានមិន一起吃饭吧ពួកយើងញ៉ាំបាយមួយគ្នាគឺប្រើបានទាំងពីរពេលណាដែលអ្នកស្ដាប់អ្នកដៃគូនេះគឺយើងរាប់បញ្ចូលនៅក្នុងប្រធានបទញាក់មូចូលគ្នាអញ្ចឹងទៅប្រើបានទាំងពីរវមិនក៏បានឬក៏ចានមិនក៏បានដែរសោះបញ្ជាក់ថាយើងប្រើបានទាំងពីរតែវមិនយើងមានលក្ខណៈពិសេសមួយទៀតពេលខ្លះវាអត់រាប់បញ្ចូលជាមួយអ្នកស្ដាប់នេះទេចាអ្នកស្ដាប់នេះគឺ team ផ្សេងអ្នកទាំងអស់គ្នាចាអ្នកទាំងអស់គ្នាធ្វើការជាក្រុមអ្នកទាំងអស់គ្នាដឹងហើយហ៎我们公司下个月有新项目ក្រុមហ៊ុនពួកខ្ញុំចាយើងនិយាយប្រាប់ដៃគូសហការរបស់យើងសហការមួយក្រុមហ៊ុនខ្ញុំទៅក្រុមហ៊ុនខ្ញុំខែក្រោយណាមានអីគេគម្រោងថ្មីចូលមកទៀតហើយចាអញ្ចឹងសម្រាប់ការងារសម្រាប់អីណាអញ្ចឹងសហការជាមួយខ្ញុំទៅកន្លែងហ្នឹងឃើញអ្នកស្ដាប់យើងអត់អាចប្រើចានមិនបានទេបើប្រើចានមិនកងស៊ឺអ្នកស្ដាប់នេះហើយនឹងម្នាក់ដែលកំពុងនិយាយហ្នឹងគឺនៅក្រុមហ៊ុនជាមួយគ្នាហើយចាតោះណាអ្នកទាំងអស់គ្នាចាអញ្ចឹងគឺកន្លែងហ្នឹងបើថាក្រុមហ៊ុនពួកខ្ញុំណាសັບខែក្រោយថាមិនខែក្រោយហ្នឹងគឺមានគម្រោងថ្មីហើយចាអញ្ចឹងគឺអូមកធ្វើដៃគូមកចាអញ្ចឹងគឺកន្លែងហ្នឹងយើងបកអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះបងប្អូនអរគ្នានឹងយល់ពីពាក្យវមិនហើយនឹងពាក្យចានមិនហ្នឹងតើពេលណាយើងប្រើបានដូចគ្នាពេលណាយើងប្រើអត់ដូចគ្នាចាអញ្ចឹងបកមកវិញទៅអ្នកទាំងអស់គ្នាអាចបកដូចខ្ញុំនិយាយអញ្ចឹងគឺ
woman ហ្នឹងអ្នកទាំងអស់គ្នាអាចបកបានពីរបែបគឺពួកយើងក៏បានពួកខ្ញុំក៏បានដែរណាចាពួកយើងហ្នឹងគឺបានន័យថាពេលដែលយើងនិយាយថាអ្នកស្ដាប់ហើយនឹងយើងហ្នឹងគឺនៅក្រុមតែមួយចាអញ្ចឹងយើងប្រើពួកយើងទៅពេលដែលយើងចង់បែកក្រុមថាអត់ទេពួកខ្ញុំចាអ្នកនិយាយទៅអ្នកទាំងអស់គ្នាក៏បកថាពួកខ្ញុំទៅណាតែបើចាមិនគឺបកដាច់ខាតត្រូវតែពួកយើងអ្នកស្ដាប់ហើយនឹងអ្នកនិយាយហ្នឹងគឺនៅជាមួយគ្នាចាគឺចូលរួមជាមួយគ្នាគឺរាប់បញ្ចូលជាមួយគ្នាចាអញ្ចឹងគឺវីដេអូនេះនឹងប៉ុណ្្នឹងទេខ្ញុំថាវីដេអូនេះស្រាយចម្ងល់បងប្អូនទាំងអស់គ្នាជាមួយពាក្យ woman ហើយនឹងចាមិនចាជួបគ្នានៅវីដេអូក្រោយនៅជាមួយចំណេះដឹងភាសាចិនផ្សេងទៀត